ចំពោះប្រភេទតាមប្រភេទម៉ាស៊ីននេះដែរប្រភេទកន្លែងនេះយើងសម្រាប់ចុចបិទចុចបើកប្រភេទម៉ាស៊ីនហ្នឹងបងហើយចំពោះប្រភេទកន្លែងនេះដែរគឺជាប្រភេទសម្រាប់យើងឆុងកាហ្វេក្តៅបងចង់បានក្តៅអញ្ចឹងយើងចុចកន្លែងហ្នឹងមកហើយសម្រាប់កន្លែងនេះប្រភេទចុចមួយសតពីរសតបងចង់បានកាហ្វេមួយសតពីរសតអីយើងចុចកន្លែងនេះបានបងហើយចំពោះកន្លែងនេះដែរយើងអាចឆុងកាហ្វេប្រភេទត្រជាក់បានបងយើងអត់ចង់ឲ្យវាក្តៅដូចនេះយើងអាចចុចកន្លែងត្រជាក់បានណាហើយចំពោះកន្លែងនេះបានគឺជាប្រភេទ steam មកបង steam យកប្រភេទ cream មកបងនិយាយជាមួយបងទៅយកនេះបងអញ្ចឹងបងអាចចុចកន្លែងនេះបានដើម្បីវាឲ្យ cream មាន cream អញ្ចឹងណាបងហើយចំពោះកន្លែងនេះដែរជាប្រភេទកន្លែងយើងសម្រាប់កិនក្របកាហ្វេបងនេះខាងលើហ្នឹងខាងលើហ្នឹងខ្ញុំចុចនេះមកដើម្បីកិនក្របកាហ្វេចាំបងចំពោះការប្រើកម្ដៅវិញគឺយើងមូលឡើងនេះបងយើងមូលកម្ដៅវានេះបងហើយមូលកម្ដៅវាបានហើយចំពោះការលាងសម្អាតវិញពេលបងចង់លាងសម្អាតបងសេរីអាបេតុងហ្នឹងឲ្យដល់កន្លែងហ្នឹងមកវាចាប់បានលាងសម្អាតឯបងលាងសម្អាតនៅក្នុងម៉ាស៊ីនហ្នឹងអញ្ចឹងយើងចង់បានឲ្យស្អាតបានប៉ុណ្ណាអីបងអាចយកដល់លេខខាងក្រោមនេះបានអញ្ចឹងវាប្រហូរមកខ្លួនឯងឯងបងវាប្រហូរមកតាមនេះចំពោះជំនាញខាងនេះដែរអាហ្នឹងជាប្រភេទកន្លែងយើងត្រូវកិនគ្រប់ខ្វែបងអាហ្នឹងវាមានលេខសម្រាប់យើងដាក់កម្រិតវាចឹងណាបងចង់បានម៉ត់ធម្មតាអីបងអាចសេរីមកតាមហ្នឹងបានតែពេលវាកិនឈប់អស់ហើយបងអាចសេរីមកដល់អាកន្លែងចុងក្រោយគេនេះបានអាហ្នឹងវាឈប់កិនខ្លួនឯងចឹងណាបងប៉ុណ្ណឹងមានតែប៉ុណ្្នឹងណាបង